បើជាលុយប្រចាំគឺថាចំនួន20000ខ្មែរលោកគ្រូប៉ុន្តែបើខែណាទៅខ្ញុំបានរោបានអីទៅឡើងលើនោះទៀតខ្ញុំបាទឈ្មោះហួតមេងហងបាទលោកគ្រូបាទហើយនៅភូមិសស្ដំឃុំសស្ដំស្រុកពួកខេត្តសៀមរាបបាទហើយមានមុខរបររត់ផ្លាស់ស្អាប់លោកគ្រូបាទលោកគ្រូជាដំបូងនោះខ្ញុំបាទស្គាល់មន្ទីរពេទ្យកុមារអង្គរហ្នឹងដោយសារខ្ញុំបាទបានយកកូនទៅទទួលការព្យាបាលពីមន្ទីរពេទ្យកុមារអង្គរបាទលោកគ្រូបាទពេលដែលខ្ញុំបាទបានយកកូនទៅព្យាបាលនៅមន្ទីរពេទ្យខ្ញុំបានឃើញលោកគ្រូអ្នកគ្រូក៏មានយកចិត្តទុកដាក់ក្នុងការព្យាបាលបាទជាពិសេសបងប្អូនដែលគាត់ទៅពីភូមិជនបទណាលោកគ្រូពីស្រុកឆ្ងាយក្តីគាត់មានការខ្វះខាតហើយក៏បានឃើញលោកគ្រូអ្នកគ្រូព្រមទាំងបុគ្គលិកទាំងអស់ហ្នឹងគាត់ព្យាបាលហើយគាត់ជួយជាអាហារអីផ្សេងៗលោកគ្រូជាដំបូងដែលខ្ញុំបានបរិច្ចាគដល់មន្ទីរពេទ្យហ្នឹងគឺទី1ខ្ញុំបានទៅដល់មន្ទីរពេទ្យធ្លាប់ទៅទទួលការព្យាបាលលោកគ្រូឃើញថាមន្ទីរពេទ្យមានការខ្វះខាតជាច្រើនត្រូវការជំនួយពីសប្បុរសធម៌និងក៏ខ្ញុំក៏មានមេត្តាការអាណិតអាសូរលោកគ្រូបាទក៏ចូលរួមការបរិច្ចាគប្រជាប្រចាំខែរហូតមកដល់សប្តាហ៍ថ្ងៃហ្នឹងហើយខ្ញុំបានបរិច្ចាគរយៈពេល12ខែនេះឯងលោកគ្រូចូលទៅបរិច្ចាគដំបូងហ្នឹងខ្ញុំបាទទៅឃើញបុគ្គលិកលោកគ្រូអ្នកគ្រូក៏ទទួលស្វាគមន៍ផ្ដល់ភាពកក់ក្ដៅដល់ខ្ញុំបាទហើយទី1គាត់មានទឹកមុខរីករាយធ្វើឲ្យពួកខ្ញុំសប្បាយចិត្តណាលោកគ្រូបាទលោកគ្រូខ្ញុំបាទទៅបរិច្ចាគជាប្រចាំខែហ្នឹងគឺទៅតាមសមត្ថភាពរបស់ខ្ញុំបាទណាលោកគ្រូជួនតាបើជាលុយប្រចាំគឺថាចំនួន20000ខ្មែរលោកគ្រូប៉ុន្តែបើខែណាទៅខ្ញុំបានរោបានអីទៅឡើងលើនោះទៀតបាទជាចុងក្រោយនេះខ្ញុំបាទសូមអំពាវនាវដល់ពុកម៉ែបងប្អូនយើងទាំងអស់ទាំងក្នុងប្រទេសទាំងក្រៅប្រទេសសូមឲ្យចូលរួមបរិច្ចាគជាប្រចាំខែដល់មន្ទីរពេទ្យទាំងអស់គ្នាបាទហើយដើម្បីលើកស្ទួយកុមារយើងឲ្យមានសុខភាពល្អបាទសូមអរគុណសូមជម្រាបលាបាទ